ថ្មីនេះយើងឃើញតាមប្រភពព័ត៌មានបានបង្ហាញថាថៃហាក់ដូចជាដាក់សម្ពាធបន្ថែមទៅលើវិស័យយោធាទៅលើសពាវុធមកលើកម្ពុជាដែលគេអាចប៉ាន់ស្មានថាថៃហាក់ដូចជាចង់ធ្វើសង្គ្រាមជុំទី3ឬក៏សង្គ្រាមលើកទី3ឈ្លានពានប្រទេសកម្ពុជានេះដែលយើងមើលនិន្នាការបច្ចុប្បន្នការដែលថៃធ្វើដូច្នេះគឺទី1ថៃគេចវេះអំពីការចរចាទ្វេភាគីតាមសន្តិវិធីដែលមានយន្តការ JBC GBC ជាដើមនិងការវាស់វែងព្រំដែនតាមលក្ខណៈបច្ចេកទេសក្រោមយន្តការទាំងអស់នេះដែលមានចែងនៅក្នុងអនុសារណៈយោគយល់គ្នាឬហៅថា MOU ឆ្នាំ2000ដែលថៃមានបំណងលុបឬទាត់ចោល MOU នេះទៀតបាទនេះយើងមើលឃើញដូចនេះចំណុចទី2ការដែលថៃបង្កើនដាក់សម្ពាធនេះគឺដោយប្រទេសថៃនៅមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនដូច្នេះបន្តដាក់សម្ពាធមកខាងព្រំដែនដើម្បីទាញយកចំណាប់អារម្មណ៍បញ្ហាជាតិនិយមជាជាងទុកឲ្យប្រជាជនខ្លួនឯងរិះគន់ឬក៏មើលទៅលើនយោបាយផ្ទៃក្នុងកំពុងតែមានមិនចោះសម្រងកំពុងតែមានបញ្ហារបស់ខ្លួនផ្ទៃក្នុងខ្លួនឯងនេះយើងមើលឃើញចំណុចនេះរីឯចំណុចទី3ក៏ជាចំណុចសំខាន់មួយដែរគឺថៃបានធ្វើសង្គ្រាមជុំទី2នេះឈ្លានពានចូលទឹកដីកម្ពុជាច្រើនកន្លែងជ្រៅហើយថៃហាក់មានបំណងមិនចង់ចេញទៅវិញដូច្នេះគម្រាមកម្ពុជាបន្ថែមដើម្បីកុំឲ្យកម្ពុជាមានលទ្ធភាពតតាំងដណ្ដើមទឹកដីវិញឯជាដើមមានន័យថាថៃចង់បន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ឬយើងហៅថាឈ្លានពាននឹងឯងទោះយ៉ាងណាក៏ដោយយើងឃើញថាព្រំដែនកម្ពុជាថៃគឺជាព្រំដែនអន្តរជាតិរួចស្រេចទៅហើយគឺដោយសំអាងទៅលើសន្ធិសញ្ញាបារាំងសៀមនៅឆ្នាំ1904 1907និងមានឯកសារផ្សេងទៀតជាច្រើនដែលបញ្ជាក់អំពីព្រំដែនអន្តរជាតិដូច្នេះច្រកចេញនៅតែមានគឹកណាប្រទេសថៃងាកមកធ្វើការសន្ទនារវាងប្រទេសកម្ពុជានិងថៃទៅលើករណីព្រំដែននេះស្វែងរកដំណោះស្រាយដោយសន្តិវិធីបាទឬមួយយន្តការពហុភាគីផងដែរបាទនេះយើងដឹងហើយថាសង្គ្រាមកើតឡើងដោយអ្នកនយោបាយដោយមហិច្ឆតាអ្នកនយោបាយប៉ុន្តែត្រូវតែចាប់ទៅវិញដោយការចរចា